Chẳng là trong video này cứ dương nâng riêng to vì phạt thu vào dưỡng này tại tông nâng SNOA chẳng tại trong video này cứ dương riêng tại tông nâng comment line chẳng tập 4 dương thôi đôi lượng môn nó dương bật dương bật thì hay anh ấy chưa bao giờ là môn này dương thôi là môn nâng cả phạt thu dương lọc đến dạ chẳng tập dương lọc in hai loại dương sắp đàm riêng tập bọn chụp bộ command line tập bốn cái cứ dương riêng là who am I who am I nó cứ bạn này thầy dương chia này nè dạ được command vì chẳng dương lọc in chia root bây giờ và quay who am I nâng tới cứ dương load trên chia root đây thấy một thiết cứ switch user switch làm bay switch user bán cứ dương từ miền user mùi chẳng tầm bay switch user cứ dương ra su dương quay cho user dương đó nè dương switch cho bàn này thì bóng dân chia root dương nơi trong root directory hay tập mỗi dân switch cho một user mình đi hay giờ dương trong bài tập bánh dương hyper exit cứ dương bài ngồi như được coi dương hay cho to một tiết cứ dương như là pwd cứ bài thay dương nơi trong directory mùi nè chân dương nơi trong directory bỏ root cứ sinh nhà này cứ chia sinh nhà directory sinh nhà tự lộ hay còn lại mỗi tiết cứ clear nó cứ clear screen là thôi screen dương chào những chừng trong clear với cháu vì đang lọc chẳng từ một tiết nhưng riêng làm pi việcประกาศ file ประกาศ file គឺយើងប្រើ tag ទៅថាយើងចង់បង្កើត file អីគេយើងប្រើ tag ហើយយើងវាយឈ្មោះ file យើងមកតើខ្ញុំដាក់ file ថាចឹងសោះចឹងយើងបង្កើតបានហើយវាអត់ load អីវាយើងបង្កើតបានក៏វា load អត់មាន load អីមកទេចឹងយើងចង់ដឹងថាយើងបង្កើតបានអត់យើងត្រូវប្រើ command មួយ ls ហ្នឹងគឺស្មើនឹង list ចឹងនេះជា file របស់ខ្ញុំ3នេះ2នេះអានេះ file យើងបង្កើតមិញនេះ file យើងបង្កើតមិញ file នេះខ្ញុំបង្កើតមុនទេចឹងដើម្បីចង់យើងថាយើងចង់លុប file ចឹងយើងចង់លុប file យើងត្រូវប្រើ rm ហ្នឹងគឺបានន័យថា remove rm យើងវាយឈ្មោះ file យើងមកតែខ្ញុំចង់ remove file នេះចឹងខ្ញុំចុចវាយឈ្មោះវាមកឬវាសួរយើងថាយើងចង់ remove វាអត់ remove file នឹងមែនអញ្ចឹងយើងវាយ yes វាយ yes មកគឺវា remove អញ្ចឹងឥឡូវយើងសាកលេខវាមើលម្ដងទៀតគឺបាត់ហើយបាត់ file ហើយ file នេះ file ហ្នឹងមានឈ្មោះថា file គឺវាបាត់ហើយតែយើង remove ចោលអញ្ចឹងយើង clear មួយមកឥឡូវយើងចូលបន្តទៅមុខទៀតទាក់ទងនឹងការសរសេរក្នុងការបញ្ចូល file ហ្នឹងគឺថាគឺយើងប្រើ vim វាមាន3មាន vi vim ហើយនិង nano តែយើងប្រើមួយណាក៏បានដែរប៉ុន្តែខ្ញុំចង់ប្រើ vim អញ្ចឹងខ្ញុំប្រើ vim មកហើយយើងវាយឈ្មោះ file យើងកាត់មិញអញ្ចឹងគឺវានឹង load ចូលក្នុងនេះហើយអញ្ចឹងគឺថាខ្ញុំចង់សរសេរអីគេចូលក្នុងនេះខ្ញុំអាចសេបានទេគឺខ្ញុំអាចសេបានទេអញ្ចឹងបើយើងចង់សរសេរយើងត្រូវប្រើនេះដើម្បីសរសេរបានគឺយើងប្រើ keyboard I ហ្នឹងដើម្បី insert អញ្ចឹងខ្ញុំវាយ I
គឺវា load insert đấy chứ mà đây thìយើងអាច save បានទេតើយើង save ខ្ញុំអត់ដឹងថា y ហ្នឹងវាមកពីណាទេតែយើងស៊ីសូគេចឹងមកយើងអាច save អីតាមនឹងចឹងតើយើង save ហើយយើងចុច key escape នៅលើ keyboard យើងនេះយើងចុច escape ចឹងវានឹង load ចេញមកវិញហើយដើម្បី save យើងប្រើ W យើងប្រើសញ្ញា2នេះនេះដំបូងយើងអត់មានទេយើងនេះសញ្ញានេះហើយយើងវាយ W ចឹងចុច enter គឺវា save ហើយចឹងដើម្បីយើងចង់បែកទៅវិញយើងចង់ចេញពីអាកន្លែងសរសេរនេះចង់ចេញពីអាកន្លែង screen នេះយើងបញ្ចូល file នេះយើងចង់បែកទៅ command របស់យើងវិញគឺយើងប្រើសញ្ញាចុច2នឹងដែរយើងវាយអក្សរ Q បានន័យថា quit យល់អញ្ចឹងវាបែកមកកន្លែងដើមយើងវិញហើយអញ្ចឹងតែយើងចង់បង្ហាញ file យើងដឹងថា file យើង save អត់យើងប្រើ command មួយគេថា cat ហើយឈ្មោះ file យើងមកនេះជាអីដែលយើងទៅ save មិញហើយអានេះ y នេះខ្ញុំមិនដឹងថាវាមិនដែរខ្ញុំចុច key អីច្រឡំខ្ញុំអត់សូវចេះដែរអញ្ចឹងឧទាហរណ៍ថាយើងចង់ឥឡូវយើងប្រើ VIM អញ្ចឹងយើងប្រើ VI ម្ដងចឹងដឹងវាមិន VI វាដូចគ្នាទេគឺវា load មកអញ្ចឹងចង់ទៅសេអីទៀតគឺយើងប្រើ command ដូចគ្នាយើង y key I អីចឹងទៅហើយដើម្បី insert ហើយ escape ដើម្បីចេញ W ដើម្បី save Q យើងបែកមកវិញហើយយើងវាយដើម្បី show file នេះជា file យើងបាន save មិញទៀតហើយវាមានវិធីមួយដើម្បីយើង save ហើយចេញមកវិញលឿនម្ដងគឺយើងប្រើ QW ដល់ខ្ញុំចូលក្នុងនឹងវិញហើយខ្ញុំចង់សរសេរអីបន្ថែមជាងមកថាខ្ញុំចង់ចេញទៅវិញតែម្ដងខ្ញុំចាំបាច់ save ហើយចាំចេញខ្ញុំចង់ចេញហើយវា save auto យើងប្រើចុច2នឹងទៅដែរហើយយើងវាយ W Q បានថា save គាត់អញ្ចឹងយើង enter វាបែកមកវិញអញ្ចឹង file យើង save មិញគឺវា save គឺវាបានយ៉ាងអញ្ចឹងតើតើនឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយ